ជ្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបង្រៀននៅបឋមសិក្សាថ្ងៃនេះដែរខ្ញុំសូមបង្ហាញអំពីរបៀបនៃការផ្លាស់ប្ដូរឈ្មោះណាឬក៏ត្រឡប់ឈ្មោះឧទាហរណ៍ថាឈ្មោះសិស្សយើងអញ្ចឹងវានៅក្នុងប្រព័ន្ធ PLP ចំនួនថ្មីហ្នឹងវាអត់ត្រូវណាវាលូតខុសនាមតកូលនាមខ្លួនអញ្ចឹងវាអត់ត្រូវឧទាហរណ៍ថានាមតកូលវាបែរទៅជាចេញនាមខ្លួនវាបែរទៅជាចេញនាមតកូលអញ្ចឹងយើងមានវិធីសាស្ត្រក្នុងការផ្លាស់ប្ដូរវាដោយយើងមិនចាំបាច់អង្គុយកែវាម្ដងមួយទេណាយើងអាចចុចផ្លាស់ប្ដូរវាបានលឿនអញ្ចឹងដើម្បីផ្លាស់ប្ដូរត្រឡប់ឈ្មោះរបស់សិស្សយើងត្រូវចូលមកក្នុងថ្នាល PLP ចំនួនថ្មីរបស់យើងបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូមើលនៅខាងស្ដាំដៃនៅខាងលើឃើញសញ្ញាត្រេ3ណានេះកន្លែងត្រេ3នេះលោកគ្រូអ្នកគ្រូចុចលើវាមកបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូឃើញសញ្ញាព្រួញនេះទេលោកគ្រូអ្នកគ្រូចុចលើវាមកហើយយើងទៅជ្រើសរើសយកកន្លែងគ្រប់គ្រងសិស្សនេះកន្លែងគ្រប់គ្រងសិស្សលោកគ្រូអ្នកគ្រូចុចលើវាមកបន្ទាប់មកទៀតកន្លែងនេះគេដាក់ថាទិន្នន័យសិស្សអញ្ចឹងកន្លែងនេះគេដាក់សញ្ញាព្រួញទៅបាញ់មកអញ្ចឹងដើម្បីផ្លាស់ប្ដូរត្រឡប់ឈ្មោះសិស្សគឺយើងចុចកន្លែងសញ្ញាព្រួញត្រឡប់មកនឹងឯងយើងចុចលើវាមកហើយវានឹងនាំមកកាន់ផ្ទាំងបែបនេះដែលវាឲ្យយើងជ្រើសរើសតើយើងត្រូវការត្រឡប់ឈ្មោះសិស្សមួយណាឧទាហរណ៍ថាយើងអូសរមើលតើសិស្សណាដែលវាឈ្មោះវាត្រឡប់វាអត់ត្រូវណាជាយើងចាប់ផ្ដើមរមើលនេះខ្ញុំនេះឈ្មោះសិស្សនេះមួយតាមពិតសិស្សខ្ញុំឈ្មោះប៉ែមមិថុនាទេមិនមែនមិថុនាប៉ែមអញ្ចឹងទេរមើលទៀតខ្ញុំរមើលទៀតណានេះខ្ញុំរមើលទៀតសិននេះតាមពិតនេះសិស្សខ្ញុំឈ្មោះលីនច័ន្ទរ៉ាត់ទេតែឥឡូវវាលូតចេញថាច័ន្ទរ៉ាត់លីនវិញអញ្ចឹងយើងធ្វើការផ្លាស់ប្ដូរវាណាត្រឡប់វានេះសតឧសភាទេឥឡូវគេដាក់ថាឧសភាសតឯណាណោះអញ្ចឹងយើងមើលឲ្យអស់ទៅមើលអាណាដែលថាវាអត់ត្រូវយើងចុចគ្រីសត្រឡប់វាអស់មកបាទនេះអញ្ចឹងបន្ទាប់ពីយើងគ្រីសបានអស់ហើយដឹងថាសិស្សយើងដែលត្រឡប់ឈ្មោះនោះមានប្រមាណអ្នកយើងគ្រីសអស់ហើយបន្ទាប់មកទៀតយើងចុចពាក្យនៅខាងក្រោមនេះនៅខាងក្រោមគេដាក់ថាត្រឡប់ណាត្រឡប់បើយើងគ្រីសចំនួនប៉ុន្មានគឺវាលោតសញ្ញាត្រឡប់នឹងវាដាក់វងកញ្ចក់នឹងលេខប៉ុណ្ណឹងអានឹងខ្ញុំគ្រីស7នាក់អញ្ចឹងវាលោតក្នុងវងកញ្ចក់ដាក់ថា7នាក់ដែរណាអញ្ចឹងយើងចុចត្រឡប់នឹងមកអញ្ចឹងវាត្រឡប់ដោយជោគជ័យហើយណាជោគជ័យហើយឥឡូវយើងទៅមើលឈ្មោះនេះមិញឈ្មោះសិស្សខ្ញុំនេះមិញលីនច័ន្ទរ៉ាត់នេះគេដាក់ច័ន្ទរ៉ាត់លីនឥឡូវគឺវាលេងច័ន្ទរ៉ាត់លីនហើយវាទៅជាលីនច័ន្ទរ៉ាត់វិញបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេណាជួបគ្នានៅវីដេអូក្រោយទៀតណា